សេចក្តីអត់ធន់ទេសេចក្តីអត់ធន់ហ្នឹងគឺក្រៃលែងណាដែលអត្ថកថាបញ្យល់នឹងពីការអត់ធន់ហ្នឹងដូចម្ដេចចឹងណាគឺមានន័យថាអ្នកដែលមាននៅសេចក្តីអត់ធន់ហ្នឹងរមែងមិនមានអាការៈខុសប្រក្រតីហ្នឹងស្ដាប់មកចាប់ជាប់កន្លែងហ្នឹងពីថ្ងៃហ្នឹងមករហូត មិនមានអាការៈខុសប្រក្រតីណាទោះបីជាឮពាក្យជេរពីអ្នកដតីអីហ្នឹងមកក៏ហាក់ដូចជាមិនឮណាហាក់ដូចមិនបានឮពាក្យជេរដោយអកោសវត្ថុ10ជេរថាឆ្កែឆ្មាមន់ទីអីចឹងទៅនរកអីចឹងទៅឬក៏តេះដៀលអីក្នុងរឿងផ្សេងអីចឹងទៅណាអញ្ចឹងអ្នកដែលមានសេចក្តីអត់ធន់ហ្នឹងទោះបីឮក៏ដូចជាអត់ឮពីរោះវាអត់លះប្រក្រតីទៀតណាមានអាការៈធម្មតាមិនខុសប្រក្រតីដូចគេអត់តន់ជេរអញ្ចឹងណាហើយមិនឃើញបុគ្គលដែលបៀតបៀនទោះបីបុគ្គលនឹងបៀតបៀនក៏ដោយក៏អត់ឃើញថាជាការបៀតបៀនណាអត់ខុសប្រក្រតីនៅធម្មតាណាទោះបីសម្លាប់ទោះបីចាប់ចងអីហ្នឹងក៏ដោយដោយខន្តិវិធីតបោះអញ្ចឹងទោះបីគេវាយបែកសាច់បែកឈាមអីហ្នឹងក៏ដោយក៏លោកនៅប្រក្រតីអត់មានសេចក្តីបន្ទុះទៅនឹងព្រះរាជាហ្នឹងយើង ត្រូវរៀនអត់ធន់អញ្ចឹងទេណាហើយគុណហ្នឹងប្របីណាក្រៃលែងទៀតពុទ្ធបរិស័ទយើងវឹកហាត់មិនថាយើងមកជួបជុំគ្នាឬក៏នៅតាមគេយដ្ឋានរៀងខ្លួននឹងគុណនឹងឯងដែលអ្នកប្រាជ្ញមានព្រះសម្មាសម្ពុទ្ធសរសើរណាសមណៈព្រាហ្មណ៍ទាំងឡាយហ្នឹងរមែងតាំងនៅក្នុងសេចក្តីអត់ធន់ហ្នឹងញ៉ាំងនៅពាវេរាទាំងឡាយហ្នឹងឲ្យស្ងប់រងាប់ទៅបាន នឹងហើយនឹងមកខាងចុងហ្នឹងគឺបុគ្គលដែលជាអ្នកមិនបន្ទុះអត់សង្កត់ពាក្យជេរផងការបៀតបៀននិងការចងផងទើបតថាគតហៅបុគ្គលដែលមានខន្តិជាពលៈណាមានសេចក្តីអត់ធន់ហ្នឹងជាកម្លាំងណាហើយនឹងមានសេចក្តីអត់ធន់ហ្នឹងជារេពលណាជារេពលហ្នឹងដូចមេទាហានមានពលទាហានជាកម្លាំងអញ្ចឹងណាហ្នឹងហើយអ្នកដែលមានសេចក្តីអត់ធន់ហ្នឹងគឺមិនចាំបាច់ទៅរកកងទ័ពទេសេចក្តីអត់ធន់ហ្នឹងគឺជារេពលជាពលជាសេនាឲ្យស្រេចគុណសាធុទេសូមគោរពអរគុណបងបាសិកាសាវលិនទេខ្ញុំបកណាសូមនមស្ការក្រាបថ្វាយបង្គំព្រះសម្មាសម្ពុទ្ធនិងព្រះធម៌ព្រមទាំងគណៈនៃព្រះសង្ឃជាទីពឹងទីរលឹកស្មើដោយជីវិតហើយសូមគោរពពុទ្ធបរិស័ទព្រឹទ្ធាចារ្យដឹកនាំនៃគ្រួសារសតបដ្ឋានទាំងអស់ណាយើងនៅមានឱកាសពេលវេលាបានស្ដាប់នៅពាក្យព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធនឹងគឺជាការក្រដែលព្រះអង្គទ្រង់ត្រាស់សម្ដែងកិច្ចឆាំងសទ្ធម្មសវនាំងណាការស្ដាប់នៅព្រះសទ្ធម្មនឹងជាការក្រព្រោះជាព្រះធម៌ដែលប្រកាសដោយព្រះសម្មាសម្ពុទ្ធនឹងដូច្នេះគឺសុត្តៈមួយនេះក៏ជាទ្រព្យរបស់យើងរៀងខ្លួនជាអរិយទ្រព្យណាការស្ដាប់ហ្នឹងកំពុងតែស្ដាប់ហ្នឹងឈ្មោះថា
កំពុងតែសន្សំនៅអរិយទ្រព្យនឹងដូច្នេះអ្នកណាសន្សំបានប៉ុណ្ណាជាប្រយោជន៍ណានៅក្នុងការចិញ្ចាកលោកនេះទៅកាន់លោកដតីដែលយើងមិនតាន់បរិនិព្វានណាមេដា បិតាបងប្អូនញាតិមិត្តសាលោហិតក្តីមិនជាប់តាមយើងទៅទេណាណាហើយក៏យើងមិនអាចបបួលគ្នាទៅបានដែរហ្នឹងតែយើងក៏បីយល់តែព្រះអង្គទ្រង់ត្រាស់សម្ដែងសត្វតែម្នាក់ដែលត្រូវមច្ចុនាំទៅណាគឺมันមានអ្នកដែលជាប់តាមយើងទៅទេដូច្នេះមានតែបុណ្យឬបាបនឹងឯងដែលជាប់តាមយើងទៅទោះបីបុគ្គលនឹងជាទីស្រឡាញ់អីប៉ុណ្ណាក៏ដោយក៏មិនជាប់តាមយើងទៅដែរដូច្នេះសុតៈមួយនេះយើងបានជាអរិយទ្រព្យនៅក្នុងបណ្ដាអរិយទ្រព្យទាំង7ដូច្នេះពុទ្ធបរិស័ទក៏បីយល់ត្រង់ហ្នឹងហើយមួយទៀតស្ដាប់ពីថ្ងៃសន្ទនាមង្គលសូត្រហ្នឹងព្រោះចាប់មកចំត្រង់សេចក្តីអត់ធន់ទេសេចក្តីអត់ធន់ហ្នឹងគឺក្រៃលែងណាដែលអត្ថកថាបញ្យលនឹងពីការអត់ធន់ហ្នឹងដូចបណ្ឌិតចឹងណាគឺមានន័យថាអ្នកដែលមាននៅសេចក្តីអត់ធន់ហ្នឹងរមែងមិនមានអាការៈខុសប្រក្រតីហ្នឹងស្ដាប់មកចាប់ជាប់កន្លែងហ្នឹងពីថ្ងៃហ្នឹងមករហូត មិនមានអាការៈខុសប្រក្រតីណាទោះបីជាឮពាក្យជេរពីអ្នកដតីអីហ្នឹងមកក៏ហាក់ដូចជាមិនឮណាហាក់ដូចមិនបានឮពាក្យជេរដោយអកោសវត្ថុ10ជេរថាឆ្កែឆ្មាមន់ទីអីចឹងទៅនរកអីចឹងទៅឬក៏តេះដៀលអីក្នុងរឿងផ្សេងអីចឹងទៅណាអញ្ចឹងអ្នកដែលមានសេចក្តីអត់ធន់ហ្នឹងទៅបីឮក៏ដូចជាអត់ឮពីរោះវាអត់លះប្រក្តីទៀតណាមានអាការៈធម្មតាមិនខុសប្រក្តីដូចគេអត់តន់ជេរអញ្ចឹងណាហើយមិនឃើញបុគ្គលដែលបៀតបៀនទោះបីបុគ្គលនឹងបៀតបៀនក៏ដោយក៏អត់ឃើញថាជាការបៀតបៀនណាអត់ខុសប្រក្តីនៅធម្មតាណាទោះបីសម្លាប់ទោះបីចាប់ចងអីហ្នឹងក៏ដោយដោយខន្តិវិធីតបោះអញ្ចឹងទោះបីគេវាយបែកសាច់បែកឈាមអីហ្នឹងក៏ដោយក៏លោកនៅប្រក្តីអត់មានសេចក្តីបន្ទុះទៅនឹងព្រះរាជាហ្នឹងយើង ត្រូវរៀនអត់ធន់អញ្ចឹងទេណាហើយគុណហ្នឹងប្របីណាក្រៃលែងទៀតពុទ្ធបរិស័ទយើងវឹកហាត់មិនថាយើងមកជួបជុំគ្នាឬក៏នៅតាមគេអដ្ឋានរៀងខ្លួននឹងគុណនឹងឯងដែលអ្នកប្រាជ្ញមានព្រះសម្មាសម្ពុទ្ធសាសនាណាសមណៈព្រាហ្មណ៍ទាំងឡាយហ្នឹងរមែងតាំងនៅក្នុងសេចក្តីអត់ធន់ហ្នឹងញ៉ាំងនៅពីវេរាទាំងឡាយហ្នឹងឲ្យស្ងប់រងាស់ទៅបាន នឹងហើយនឹងមកខាងចុងហ្នឹងគឺបុគ្គលដែលជាអ្នកមិនបន្ទុះអត់សង្កត់ពាក្យជេរផងការបៀតបៀននិងការចងផងទើបតថាគតហៅបុគ្គលដែលមានខន្តិជាពលៈណាមានសេចក្តីអត់ធន់ហ្នឹងជាកម្លាំងណាហើយនឹងមានសេចក្តីអត់ធន់ហ្នឹងជារេពលណាជារេពលហ្នឹងដូចមេទាហានមានពលទាហានជាកម្លាំងអញ្ចឹងណាហ្នឹងហើយអ្នកដែលមានសេចក្តីអត់ធន់ហ្នឹងគឺមិនចាំបាច់ទៅរកកងទ័ពទេសេចក្តីអត់ធន់ហ្នឹងគឺជារេពលជាពលជាសេនាហើយស្រេចមិនចាំបាច់មានសេនាអីណាទៀតទេណាហើយសេចក្តីអត់ធន់ហ្នឹងជាកម្លាំងសេចក្តីអត់ធន់ហ្នឹងជារេពលជាកងទ័ពណាអ្នកណា
មានសេចក្តីអត់ធន់នឹងជាកងទ័ពអានឹងច្បាំងជាមួយនឹងកិលេសច្បាំងជាមួយនឹងអកុសលផ្សេងនឹងបានទៀតដូច្នេះហើយពុទ្ធបរិស័ទដែលជាអ្នកប្រាថ្នានៅព្រះនិព្វានបង្អោនទៅដើម្បីព្រះនិព្វានហ្នឹងអប់រំក្នុងការអប់រំចម្រើននៅសតិប្បដ្ឋានដើម្បីឃើញធម៌តាមសេចក្តីពិតហ្នឹងវាមិនមែនដល់នៅព្រះនិព្វានដោយគុណតែមួយណាទេណាការសម្រេចដល់នៅព្រះនិព្វានហ្នឹងគឺដោយគុណច្រើនណាមានសេចក្តីអត់ធន់ជាដើមនឹងទៀតណាដូច្នេះហើយគឺអ្នកដែលមានសេចក្តីអត់ធន់ហ្នឹងទោះបីជាឮពាក្យជេរឃើញបុគ្គលដែលបៀតបៀនអីហ្នឹងមកក៏ដោយក៏មិនមានអាការៈខុសប្រក្រតីធម្មតាឡើយនឹងឯងដែលអ្នកប្រាជ្ញសរសើរបុគ្គលហ្នឹងណាហ្នឹងហើយញ៉ាំងនៅពាវរាហ្នឹងឲ្យស្ងប់រងាប់ទៅបានគឺដោយសេចក្តីអត់ធន់ហ្នឹងហើយរួមជាមួយនឹងការអប់រំចម្រើននៅសតិប្បដ្ឋានដើម្បីជាការដឹងនាមរូបតាមសេចក្តីពិតនឹងដូច្នេះគោរពជូនពុទ្ធបរិស័ទយើងប្រមាណប៉ុណ្ណេះហើយបន្តអានរតនីនៅសតិប្បដ្ឋាននឹងជាបន្តទៅទៀតចុះទៀតណាសូមគោរពអញ្ជើញទៀតសូមអនុមោទនាទៀតសាធុព្រះសូមត្រេកអរអនុមោទនានៅព្រះធម៌ទៀតណាពុទ្ធបរិស័ទយើងទាំងអ្នកបានអានហើយនិងទាំងអ្នកបានស្ដាប់សុទ្ធតែប្រព្រឹត្តទៅក្នុងសុតៈណាជាអរិយទ្រព្យហើយនឹងការចម្រើនទៅដោយសទ្ធាណាចម្រើនទៅដោយឥន្ទ្រីជាចំណែកនៃការត្រាស់ដឹងទាំងការចម្រើនទៅដោយសមាធិសេចក្តីយល់ត្រូវនៅក្នុងកាយដែលប្រកបដោយវិញ្ញាណហ្នឹងនឹងដើម្បីជាការចេញចាកទេណាចេញចាកអំពីកាយដែលប្រកបដោយវិញ្ញាណហ្នឹងភិក្ខុចូលទៅសួរព្រះដ៏មានពុទ្ធិហើយនៅក្នុងបដិគោលមនសិការៈហ្នឹងដែលយើងបានស្ដាប់ហើយពិចារណាញ៉ាំងញៀនហ្នឹងឲ្យចូលមកកាន់សេចក្តីពិតនៃអាការៈមួយហ្នឹងដើម្បីចេញចាកនៅសេចក្តីស្រឡាញ់សេចក្តីត្រេកអរសេចក្តីពេញចិត្តណាប្រៀបដូចជាយើងដែលអត់ពេញចិត្តនឹងទឹកមាត់អញ្ចឹងណាហ្នឹងយើងពិចារណាទឹកមាត់នៅក្នុងមាត់នឹងមើលតើជាទីស្រឡាញ់ជាទីពេញចិត្តមានដំរេកអីនៅក្នុងទឹកមាត់នឹងទេអាហារថ្មីអាហារចាស់វត្ថុដែលជាបដិគោលនៅក្នុងកាយទាំងអស់ហ្នឹងដែលព្រះអង្គទ្រង់ត្រាស់សម្ដែងហ្នឹងគឺដើម្បីលះបង់នៅសុភសញ្ញាវិបលាសមានន័យថាការសម្គាល់ខុសនៅអាការៈខាងក្នុងមានសក់រោមកញ្ចក់ធ្មេញស្បែកហ្នឹងសម្គាល់ខុសថាស្អាតដោយពិតដោយមែនតែនគឺជារបស់អត់ស្អាតដោយព្រះអង្គទ្រង់ត្រាស់សម្ដែងអត្ថកថាបញ្យលអញ្ចឹងណាពនាងសុមេធាធេរីហ្នឹងក៏បានលើកមកតកាយនេះវាដូចជាអ្វីមួយយ៉ាងវាដូចជាដង្កូវអញ្ចឹងណាហើយបើសិនជាធ្វើខាងក្នុងហ្នឹងឲ្យមកខាងក្រៅហ្នឹងវិញគឺថាសូម្បីតែមេត្តាបិតាហ្នឹងក៏ត្រូវស្ដោះទឹកមាត់ដើរចេញដែរចំណងបើមហាជនតែថាគេមិនខ្ពើមកហ្នឹងដូច្នេះដែលព្រះអង្គទ្រង់ត្រាស់សម្ដែងហ្នឹងគឺដើម្បីឲ្យយើងដែលបានស្ដាប់បានឮហ្នឹងពិចារណាហើយកុំចាត់បងនៅអវិបលាសខាងក្នុងរៀងខ្លួននេះយើងសម្គាល់ថាកាយនឹងស្អាតណាគ្រាន់តែថាវាមានស្បែកមានសម្បុរថ្ងៃអីបិទបាំងទៅក៏ប៉ុន្តែអានៅខាងក្នុងហ្នឹងដោយពិតគឺអត់ស្អាតមែនតែនណាដូចជាករុងដែលជាវិការៈ
ในcái đạn nơi rồi bỏ mình xa liệp muội ấy chẳng á thế nào lần hay đôi nèประเทระ ประเทระមួយរូបហើយនឹងនារីម្នាក់ហ្នឹងទៅស្រឡាញ់លោកដោយព្រះមហាមោគលានហើយមានស្ត្រីម្នាក់ហ្នឹងទៅស្រឡាញ់ព្រះមហាមោគលានទៀតបាទសិកាហ្នឹងហើយព្រះមហាមោគលានអញ្ចឹងបើខុសឈ្មោះចាំរកម្ដងទៀតគេខូនហើយទៅព្រះថេរៈហ្នឹងពោលថាដូចថាអាត្មាមិនពេញចិត្តនឹងកាយរបស់ប្អូនស្រីហ្នឹងទេព្រោះថានៅក្នុងកាយរបស់ប្អូនស្រីហ្នឹងវាមានលាមកវាមានករិស័កហើយនឹងទឹកម៉ូតហ្នឹងហើយនៅក្នុងកាយហ្នឹងវាអត់ស្អាតទេវាថ្លើមបំមាត់ខ្ទុះញើសឈាមអីហ្នឹងខ្លាញ់ខាត់ទឹកភ្នែកខ្លាញ់រាវហ្នឹងអត់ស្អាតទេអាត្មាហ្នឹងអត់ស្រឡាញ់ទេហ្នឹងហើយប្រសិនបើមនុស្សទាំងអស់ហ្នឹងគេដឹងណាគេប្រកាសជាដើរកិច្ចនាងហើយណាហ្នឹងចាំមកនេះព្រះមហាមោគលានពោលចឹងថាបើគេដឹងណាបើមហាជនហ្នឹងគេដឹងណាគេមកតែដើរកិច្ចនាងហើយដោយបរោះដែលដើរកិច្ចផ្លូវដែលប្រឡាក់ដោយលាមកក្នុងរដូវភ្លៀងអញ្ចឹងហ្នឹងហើយទៅនាងហ្នឹងតវិញនាងហ្នឹងតហ្នឹងពីរោះឡើងហ្នឹងពីរោះថាំងបបិទ្ធលោកម្ចាស់ហើយពាក្យដែលលោកម្ចាស់ពោលហ្នឹងពិតហើយវាពិតជាអញ្ចឹងមែនហើយក៏ប៉ុន្តែក៏មានបុគ្គលខ្លះហ្នឹងលិចចុះនៅក្នុងកាយហ្នឹងដែរលិចលង់នៅក្នុងកាយហ្នឹងនាងហ្នឹងថាមានបរោះខ្លះហ្នឹងក៏លិចលង់នៅក្នុងកាយហ្នឹងដែរថាលោកម្ចាស់ពោលថាខាងក្នុងកាយហ្នឹងអត់ស្អាតហ្នឹងវាពិតចឹងមែនហើយក៏ប៉ុន្តែក៏មានបរោះខ្លះហ្នឹងក៏លិចលង់ឬថាលង់ស្នេហ៍នៅក្នុងកាយហ្នឹងដែរក្នុងសរីរៈហ្នឹងដកចិត្តមិនរួចចឹងដែរហ្នឹងហើយអញ្ចឹងនៅក្នុងពុទ្ធដីកាមួយទៀតក្នុងបជាដកលោកពោលថាបុគ្គលពីលរមែងស្រឡាញ់កាយហ្នឹងសម្គាល់ថាកាយនឹងស្អាតអាហ្នឹងជាបុគ្គលវង្វេងឯណាហើយយើងមើលយើងមិនចាំបាច់ថាអ្នកដតីគេមកលិចលង់ចិត្តស្រឡាញ់កាយយើងហ្នឹងឯងសូម្បីតែយើងខ្លួនឯងហ្នឹងក៏លង់ស្នេហ៍ជាមួយកាយនឹងលិចលង់ស្រឡាញ់រូបកាយនឹងក្រៃលែងមែនទេណាតែបើសិនជាយើងបានដឹងណាប្រកាសជាដូចមនុស្សដែលដើរទៅកាន់ផ្លូវប្រឡាក់ទៅដោយលាមកក្នុងរដូវភ្លៀងអញ្ចឹងយើងមិនចាំបាច់ថាតែអ្នកដតីទេសូម្បីតែយើងខ្លួនឯងហ្នឹងក៏លិចលង់ស្រឡាញ់កាយនឹងស្រឡាញ់មែនទេណាទេណាព្រះអង្គទ្រង់ត្រាស់សម្ដែងថាស្រឡាញ់អ្វីមិនស្មើនឹងស្រឡាញ់ខ្លួនណាប៉ុន្តែបើសិនជាយើងបានដឹងរបស់មិនស្អាតនៅក្នុងកាយនឹងវិញអានេះដកនៅសញ្ញាសុភសញ្ញាវិបលាសអាការសម្គាល់ខុសថាស្អាតនឹងអញ្ចឹងព្រះអង្គទ្រង់ត្រាស់សម្ដែងកាយហ្នឹងគឺដើម្បីដកនៅឆន្ទរាគៈនេះណាពិចារណាទៅដើម្បីដកនៅសេចក្តីស្រឡាញ់ហ្នឹងណាលះបង់កាយហ្នឹងទៅដើម្បីចេញចាកកាយហ្នឹងទៅកាន់ព្រះនិព្វានទៀតនឹងរហូតដល់មកចុងក្រោយហ្នឹងវិបស្សនាហ្នឹងគឺថារូបហ្នឹងវាអត់ចេះគិតទេมันមានការគិតมันមានការពិចារណានឹងជារូបតែអ្វីបើតែអាការៈហ្នឹងมันមានការគិតมันមានការពិចារណាមែនតែការគិតការពិចារណាមានអញ្ចឹងអាការគិតការពិចារណាមាននេះអាការគិតពិចារណាមានហ្នឹងគឺជានាមនឹងចាប់ផ្ដើមដោយវិបស្សនាកំណត់នាមរូបហ្នឹងដែលឈ្មោះថាជាការអប់រំចម្រើននៅសតិប្បដ្ឋានទៀតនឹងអញ្ចឹងខ្ញុំកណាគោរពជូនពុទ្ធបរិស័ទយើងបានប៉ុណ្ណេះហើយជូនទៅបងអូនចាត់ចែងមានអ្នកគ្រូធារីជាដើមបានចូលរួមឬក៏គ្រូប្រតិបត្តិយើងទៀតសូមគោរពអញ្ជើញទៀតណាសូមគោរពអរគុណសាធុទៀតសូមគោរពអរគុណបងអូនស៊ីណាងហើយនឹងសូមនមស្ការក្រាបថ្វាយបង្គំព្រះរតនត្រ័យសូមគោរពចាស់ព្រះធាចារ្យជាអ្នកចម្រើនដោយវ័យនិងចម្រើនដោយគុណគោរពពុទ្ធបរិស័ទទាំងអស់ជួថ្នាក់ដឹកនាំនៃគ្រួសារសតិប្បដ្ឋានទាំងយើងបាន
សិក្សារៀនសូត្រចម្រើននៅឥន្ទ្រីដែលមានសទ្ធិន្ទ្រីជាដើមរហូតដល់បញ្ញន្ទ្រីទៀតហើយឥឡូវឃើញគ្រូប្រតិបត្តិជួរមុខហ្នឹងគឺមានការឆ្លាតឆ្លៀសម្ដងបន្តិចណាចេះនាំធัวមកទៅឲ្យត្រូវក្នុងហេតុនេះហ្នឹងដែលយើងបានស្ដាប់បានសិក្សារៀនសូត្របានចំណាំមកហ្នឹងហើយសង្កេតពិនិត្យពេលដែលលោកគ្រូសំដែងអីហ្នឹងយើងរៀនសង្កេតពិនិត្យនឹងហេតុអីបានលោកគ្រូសំដែងទៅយើងស្ដាប់ទៅឃើញពីរោះហើយយើងសំដែងទៅស្ដាប់ខ្លួនឯងពេលខ្លះពីរោះពេលខ្លះអត់ពីរោះតែវាខ្វះចំណុចណាទៀតហ្នឹងដែលយើងរៀនសង្កេតចំណាំអញ្ចឹងណាឥឡូវឃើញមករយៈនឹងលោកគ្រូអង្គុយស្ដាប់ទៅឃើញមានការដោះដាលបានចំណែកតិចមកហើយទៀតណាហ្នឹងដូចថ្ងៃសន្ទនានោះលោកគ្រូអង្គុយស្ដាប់មានលោកគ្រូពេទ្យអីហ្នឹងណាបានចូលរួមហើយគ្រូប្រតិបត្តិចូលរួមហ្នឹងលោកគ្រូស្ដាប់ហើយលោកគ្រូចុចចំណុចមើលថានៅក្នុងបណ្ដាអ្នកចូលរួមហ្នឹងអ្នកណាពោលមកដល់ត្រង់នេះហើយលើកធម៌ត្រង់នេះអ្នកហ្នឹងគឺសន្សំបដិភាណហ្នឹងមានបញ្ញាល្អបើស្ដាប់ទៅអ្នកឡើងមកអត់មានអ្នកណាពោលត្រូវចំកន្លែងហ្នឹងឯងណាមានតែម្នាក់ឯងពោលចំផ្សេងទៀតពោលបានអែបនឹងដែរហើយអ្នកដែលពោលចំមកហ្នឹងគឺលោកគ្រូពេទ្យលោកគ្រូសន្ទនាធម៌នៅទីណាក៏ចឹងដែរនៅពេលដែលលើកជាបញ្ហាអីមកលោកគ្រូធ្វើទុកក្នុងចិត្តចម្លើយហើយអ្នកណាឆ្លើយមកចម្លើយមកដល់ត្រង់នេះត្រូវនាំធម៌នេះមកបើអ្នកនឹងអត់នាំធម៌នឹងមកមានន័យថាដំណើរនៃទេសនាហ្នឹងគឺវាអត់មានលំអទេខ្វះលំអបត់ដើមបត់កណ្ដាលបត់ចុងហ្នឹងលោកគ្រូពេទ្យបាននាំមកចំល្អណាឃើញអនុមោទនាចឹងទៅហើយពុទ្ធបរិស័ទហ្នឹងក៏ចាប់ផ្ដើមចេះដឹងរឿងហ្នឹងតិចនាំធัวមកបានជាទីត្រេកអររីករាយហើយបើលោកគ្រូមិនប្រាប់ថាកន្លែងណាឯងគាត់ថាលោកគ្រូពេទ្យគាត់បានចំណុចហ្នឹងគាត់នាំមកចំលោកគ្រូដៅទុកហើយគាត់លើកមកចំកន្លែងហ្នឹងជំរាបប៉ុណ្ណឹងអនុមោទនាការខិតខំប្រឹងប្រែងយើងខំសិក្សារៀនសូត្រចឹងបានលោកគ្រូឲ្យវឹកហាត់ណាវឹកហាត់ធ្វើដំណើរជាមួយលោកគ្រូហ្នឹងវាខ្សែគប់សង្កេតមើលការសម្ដែងការនាំធម៌របស់លោកគ្រូមកហេតុអីបានលោកគ្រូសម្ដែងធម៌ទៅគេចូលចិត្តស្ដាប់គេថាងាយស្ដាប់អីចឹងយើងមើលមិនមែនធម្មកថាសម្ដែងធម៌ហ្នឹងសុទ្ធតែគេចូលចិត្តស្ដាប់ទាំងអស់គ្នាទេបកស្រាយចម្លើយអីហ្នឹងមិនក៏គេងាយយល់អីហ្នឹងយើងមើលសង្កេតមើលលោកគ្រូត្រូវសម្ដែងចំណុចធម៌នេះលោកគ្រូលើកមកយ៉ាងម៉េចខ្លះចំណុចធម៌នេះលោកគ្រូលើកមកយ៉ាងម៉េចខ្លះយល់ថារៀនសង្កេតមើលកន្លែងហ្នឹងពិបាកប្រាប់គ្នាគ្រាន់តែធ្វើឲ្យមើលនិយាយឲ្យស្ដាប់ហើយយើងត្រូវឆ្លាតឆ្លៀសនៅក្នុងរឿងហ្នឹងឯងទៀតហ្នឹងចឹងហើយលោកគ្រូហ្នឹងគេចេះតែចង់ឲ្យជួរថ្នាក់ដឹកនាំជួរមុខហ្នឹងគឺរួមកន្លែងហ្នឹងសង្កេតរៀនវឹកហាត់ណារបៀបដូចជាពេទ្យចុះស្តាយចឹងហ្នឹងដែលយើងចេះដឹងទៀតហ្នឹងហើយគ្រូប្រតិបត្តិជួរមុខអីហ្នឹងក៏ចាប់ផ្ដើមយល់បន្តិចហើយកាលណាដែលយើងយល់ហ្នឹងហើយយើងប្រតិបត្តិខ្លួនឯងផងយើងនាំធម៌មកឲ្យអ្នកដតីនឹងផងអានោះវាបានជាប្រយោជន៍បំពេញធម្មទានហើយសន្សំបញ្ញាណាសន្សំបញ្ញាក្រៃលែងជាតិណាបានសម្រេចទៅណា
nơi chùm khní ấy chẳng tới bọn ông ta xâm đại thả ô nè đi hết trên nè xâm bố đòi bánh nha trời khní đòi thiệt ấy chẳng ấy thế nè nâng dương thành xòm chẳng ấy nè bạn xâm rạch mẹ phò được nông chiết nâng ấy nâng có từ nập biên môn chẳng tới toàn bàn thế dương thành xòm việt na ọp rùm bẩn tùm bánh nhà nâng tỏ tới tiết tiền nâng bột bò đi sạch dương nâng bạc rài chẳng tiền nâng hay nâng nông bà đi cô mình để xì cà rạ cả thừa tục nông chất nơiរបស់មិនស្អាតអីហ្នឹងក៏ពិចារណាមកក្នុងកាយជាខាងក្នុងក្នុងអាការៈហ្នឹងហើយកាយជាខាងក្រៅហ្នឹងកាយក្នុងកាយជាខាងក្នុងកាយក្នុងកាយហ្នឹងជាខាងក្រៅទៀតហ្នឹងអញ្ចឹងនៅក្នុងត្រង់ហ្នឹងអីយើងមិនមែនចាំតែផ្ចេញជាអ្នកចាំតែសេចក្តីទេគឺត្រូវបង្អោនចិត្តមកដោយអំណាចយោនិសោមនសិការៈហ្នឹងរឿយទៀតណារឿយចឹងទៅធ្វើឲ្យយើងបានចម្រើនទៅដោយសមាទិដ្ឋិណាគឺសេចក្តីយល់ត្រូវมันប្រព្រឹត្តទៅនៅក្នុងវិបរិតការយល់ខុសប្រព្រឹត្តទៅនៅក្នុងវិបលាសអីទេទៀតហ្នឹងចឹងនៅក្នុងហ្នឹងសូម្បីសម័យដើមរឿងនាងអភិរូបនន្ទាទេណាក្នុងបិដកថកថាលេខ33ទេណាគ្រាន់តែនាំសេចក្តីហ្នឹងឲ្យពុទ្ធបរិស័ទយើងបានស្ដាប់ពីកាយជារបស់មិនស្អាតហ្នឹងអភិរូបនន្ទាហ្នឹងគឺព្រះនាងហ្នឹងជារាជកញ្ញាប្អូនព្រះនន្ទស្អាតណារូបនន្ទាហ្នឹងមាន3ណាអភិរូបនន្ទាហ្នឹងប្អូនព្រះនន្ទហ្នឹងស្អាតហើយតែងតែគិតថាចាស់បងរបស់យើងចេញបួសហើយបានជាពុទ្ធហើយព្រះនន្ទជាបងបង្កើតហ្នឹងក៏ទៅបួសពពួកញាតិហ្នឹងទៅបួសអស់ហើយអញ្ចឹងទៅនាងអភិរូបនន្ទាហ្នឹងក៏បួសដែរទៅបួសហ្នឹងមិនមែនជ្រះថ្លាទេដោយសារជាប់ជំពាក់នឹងពួកញាតិហើយក៏มันមានបំណងដើម្បីស្ដាប់ព្រះធម៌ទេព្រោះម្ចាស់បងគឺព្រះពុទ្ធហ្នឹងនាងគិតថាជាម្ចាស់បងពួកកាលព្រះអង្គនៅជាព្រះបរមពុរិស័ទជាព្រះរាជាទៅជាបងចដូនមួយណាសំដែងធម៌ហ្នឹងនៅរូបបន្ទាងជាទុកមិនមែនខ្លួនជារបស់មិនស្អាតហើយដល់ទៅពេលក្រោយមកភិក្ខុនៃឧបាសិកាទាំងឡាយហ្នឹងមកតែងតែសរសើរធម្មទេសនារបស់ព្រះដ៏មានពភាបានពេលហ្នឹងអភិរូបនន្ទាភិក្ខុនៃហ្នឹងក៏នឹកឃើញហ្នឹងអញ្ចឹងយើងនឹងទៅស្ដាប់ធម៌ម្ចាស់បងយើងម្ដងហើយព្រះសម្មាសម្ពុទ្ធព្រះអង្គជ្រាបហើយអភិរូបនន្ទាភិក្ខុនៃហ្នឹងក៏ប្រាប់ភិក្ខុនៃទាំងឡាយទៅភិក្ខុនៃទាំងឡាយហ្នឹងសប្បាយចិត្តហ្នឹងយូរហើយចង់ឮពាក្យហ្នឹងចង់ឮពាក្យថាពនាងហ្នឹងទៅស្ដាប់ធម៌ឥឡូវបានឮអញ្ចឹងទៅរឿងហ្នឹងបានជ្រាបដល់ព្រះដ៏មានពភាហើយព្រះអង្គក៏សម្ដែងធម៌ពេលនេះហ្នឹងទៅក៏និមិត្តរូបណានិមិត្តរូបស្ត្រីហ្នឹងតែវាក្មេងមកនឹងរហូតដល់ចាស់ស្លាប់អីចឹងទៅអាហ្នឹងគ្រាន់តែនាំសេចក្តីហ្នឹងមកបន្តិចទៅដើម្បីចូលព្រះគាថាហ្នឹងពេលហ្នឹងនាងហ្នឹងសង្វេគក្រៃលែងភិក្ខុនីហ្នឹងឃើញថារូបនោះក្មេងស្អាតគង់នឹងចាស់ក្រមគ្រាបែកធ្លាយទៅចុះតម្រាំតែរូបរបស់យើងនេះណារឿងអីហ្នឹងមិនវិនិច្ឆ័យមិនក្រមគ្រាទៅនាងនឹងសង្វេគទៅបានព្រះអង្គប្ររពគាថានៅក្នុងរឿងហ្នឹងទៀតបីដល់តែកថាលេខ33ឯគាថាហ្នឹងទំព័រ718 718ហ្នឹងពីមុនហ្នឹងក៏មានរឿងរ៉ាវទៅក៏នាំបគាថាមកទេទៀតបានព្រះអង្គត្រាស់ថានន្ទាចូលនាងមើលកាយដែលកម្មលើកឡើងគួរខ្ពើមមិនស្អាតជាកាយស្អុយហូរចេញខាងលើហូរចេញខាងក្រោមដែលពាលជនទាំងឡាយប្រាថ្នាពុនពេកសរីរៈរបស់ព្រះនាងយ៉ាងណាសរីរៈរបស់ស្រីនោះក៏យ៉ាងនោះសរីរៈរបស់ស្រីនោះយ៉ាងណាសរីរៈរបស់នាងក៏យ៉ាងនោះណាចូលនាងឃើញធាតុទាំងឡាយជារបស់សោះសូន្យហើយកុំត្រឡប់មកកាន់លោកនេះទៀតឡើយចូលនាងប្រះចាកដំរែក
គឺការពេញចិត្តក្នុងភពហើយនឹងជាបុគ្គលស្ងប់ត្រាច់ទៅនៅព្រះអង្គបរពប្រគាថាប៉ុណ្ណឹងព្រះនាងអភិរូបនន្ទាស្ដាប់សម្រេចសោតាបត្តិផលនៅក្នុងពេលហ្នឹងទេណាហ្នឹងដូច្នេះយើងមើលកាយនេះជារបស់សោះសូន្យជារបស់មិនស្អាតទេណានឹងពិចារណាធៀបទៅសរីរៈដែលត្រូវឃើញដួលស្លាប់ហ្នឹងសរីរៈយើងមាននេះគង់នឹងមានសភាពដូចឆ្នោះក៏បាននៅសញ្ញតានុបស្សនាហ្នឹងឃើញជារបស់សោះសូន្យទៅទេដល់នៅសេចក្តីនឿយណាយវិបស្សនាហ្នឹងក៏ញ៉ាំងនៅមគ្គហ្នឹងឲ្យបានសម្រេចណាក្នុងជាតិដែលត្រូវបានសម្រេចមគ្គផលហ្នឹងហើយយើងបើមិនតាន់បានសម្រេចដល់លោកកតរមគ្គទេក៏បាននៅវិបស្សនាសមាទិដ្ឋិតាមសេចក្តីពិតហ្នឹងថារូបហ្នឹងមិនទៀងជាទុក្ខជារបស់មិនស្អាតក្នុងនាមក្នុងរូបហ្នឹងអញ្ចឹងទៅទៀតហ្នឹងក៏បានសម្រេចនៅមគ្គដែលជាលោកីដែរជាវិបស្សនាហ្នឹងក៏ចូលនៅក្នុងភូមិរបស់ព្រះអរិយៈហ្នឹងបានទៀតហ្នឹងអញ្ចឹងដូច្នេះហើយគឺយើងពិចារណាទៅទាំងយប់ទាំងថ្ងៃចូលដល់ការបដិបត្តិហើយយើងបានហ្នឹងជាកម្មដ្ឋានហើយនឹងអញ្ចឹងឲ្យពុទ្ធបរិស័ទហ្នឹងពិចារណាទាំងយប់ទាំងថ្ងៃទៅទៀតណាហ្នឹងអញ្ចឹងគឺនៅក្នុងសេចក្តីហ្នឹងក៏ប៉ុណ្ណឹងចុះឲ្យពុទ្ធបរិស័ទយើងប្រឹងប្រែងមើលរបៀបលោកគ្រូនាំធัวមកថាតេតងជាមួយបដិគោលមនសិការៈហ្នឹងតែយើងត្រូវទៅនាំរឿងអីមកបន្តិចបន្តួចទៅដើម្បីឲ្យពធัวហ្នឹងគឺកាន់តែមានលំអបត់ដើមលំអបត់កណ្ដាលលំអបត់ចុងហ្នឹងអ្នកស្ដាប់ហ្នឹងពីរោះទៀតហ្នឹងដែលយើងត្រូវរៀនណាគ្រូប្រតិបត្តិជួរមុខហ្នឹងយ៉ាងរៀនធ្វើម៉េចឲ្យបានឆ្លាតជ្រៅលោកគ្រូពេទ្យអីចឹងទេណាហើយយើងរៀនសង្កេតអញ្ចឹងហ្នឹងបានអាហ្នឹងគឺចម្រើនណាបញ្ញាហ្នឹងគឺចម្រើនរបៀបហ្នឹងទេណាហើយកុំភ័យលោកគ្រូអត់លាក់ទេលោកគ្រូសម្ដែងធម៌មិនឲ្យមានក្នុងមានក្រៅទេមានរូបបណ្ណាបញ្ចេញមកហ្នឹងទាំងអស់ទេណាអត់មានសម្ដែងថាអូអ្នកនេះស្រឡាញ់យើងខ្លាំងសម្ដែងធម៌ពិសេសអ្នកនោះមិនសូវមកចិត្តអត់ទេលោកគ្រូយកដំណើរតាមព្រះដ៏មានពភាអត់សម្ដែងធម៌មិនមានក្នុងមិនមានក្រៅណាកណ្ដាប់ដៃរបស់អាចារ្យមិនមាននៅក្នុងធម៌របស់តថាគតទេណាចឹងទេណាហើយក៏គ្រូប្រតិបត្តិយើងទាំងអស់ហ្នឹងជួមុខឲ្យមានអ្នកគ្រូខ្លះពោលមកអញ្ចឹងលោកគ្រូស្ដាប់ទៅចាប់ផ្ដើមឆ្លាតណាតិចទៀតថ្នាក់ឧបាសិកាយមិននិយាយអួតទេណាស្រុកខ្មែរហ្នឹងបាក់រោបាសិកាសម្ដែងធម៌ប្រហែលក្នុងគ្រួសារស្ថិតឋានហើយមើលតិចទៀតហើយជា6ឆ្នាំអីទៀតហើយគ្រប់ពី10ឆ្នាំសិនទៀតណាឥឡូវយើងបានមកវគ្គហ្នឹងចូល5ឆ្នាំអីហើយប្រឹងប្រែងទៀតណាអញ្ចឹងសេចក្តីហ្នឹងប៉ុណ្ណឹងចុះមិនទៅសើពេកហ្នឹងកាន់តែចូលអស់ហើយណាអញ្ចឹងប៉ុណ្ណឹងចុះណាជូនទៅអូនស៊ីណាងឲ្យតមេរៀនយើងទៀតចុះទៀតសូមគ្រប់អរគុណទៀតចា៎សាធុគ្រប់អរគុណបងចា៎អញ្ចឹងខ្ញុំប្រកាសអាណាក៏សូមឱកាសបានអរតនីបន្តសាធុទៀតសូមត្រេកអរជ្រះថ្លានៅក្នុងព្រះធម៌យើងបានស្ដាប់នៅក្នុងអាការៈ32ហ្នឹងហើយពុទ្ធបរិស័ទចូលទៅអានខ្លួនឯងឲ្យរឿយអានឲ្យបានច្រើនដងទៅដើម្បីបានពិចារណាក្នុងអាការៈហ្នឹងមានសក់រោមក្រចកធ្មេញស្បែកអីហ្នឹងរហូតដល់យើងបានយល់ដាច់ស្រេចជាក់លាក់ថាជាវត្ថុមិនស្អាតហើយជារូបមិនមានចេតនាមិនមានការពិចារណាហ្នឹងហើយដល់ពេលដតីអំពីអាការៈ32ហ្នឹងវាមានសុខទុក្ខនេះហើយមានសោមនស្សទោមនស្សមានកុសលអកុសលហើយមានការឃើញការឮហ្នឹងមានការតាំងចិត្តអីទាំងអស់ហ្នឹងដែលជាខណ្ឌ4ណាវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងគឺជានាមធម៌ដូច្នេះពុទ្ធបរិស័ទយើងពិចារណាទៅចូលចិត្តដោយ
ជាលក្ខដោយដាច់ស្រេចថាមានតែនាមនឹងរូបទេទោះបីនិយាយថាយើងជាស្រីជាប្រុសអីហ្នឹងក៏ដោយក៏ពោលទៅលើនាមនឹងរូបហ្នឹងដែរក៏ប៉ុន្តែបរិសុទ្ធស្ត្រីហ្នឹងអត់មានក្រៅតែពីរូបពធនាមធហ្នឹងទេហ្នឹងបានលើសមាទិដ្ឋិដោយដាច់ស្រេចអីជាទិដ្ឋិវិសុទ្ធិនឹងដើម្បីធ្វើខ្លួនឲ្យទៅជាអរិយៈនឹងប្រព្រឹត្តទៅជាព្រះអរិយៈជាអរិយបុគ្គលជាបុគ្គលប្រសើរហើយនៅពេលដែលបាននៅសមាទិដ្ឋិដ៏ល្អអញ្ចឹងទៅពពួកកិលេសទាំងអស់ហ្នឹងវាត្រូវស្ងប់រងាប់វាត្រូវទ្រោមទៅទោះបីលះបង់អត់តាន់ជាសមុឆេតហ្នឹងក៏ដោយតែកម្លាំងវិបស្សនាហ្នឹងគឺក្រៃលែងហើយរក្សាទៅរហូតដល់សេចក្តីត្រេះរិះថាបុគ្គលនេះយ៉ាងនេះបុគ្គលនោះយ៉ាងនោះហ្នឹងលែងមានហើយយើងយ៉ាងនេះយើងយ៉ាងនោះហ្នឹងលែងមានហើយនៅតែត្រេះរិះថារូបធម៌នាមធម៌ហ្នឹងវាប្រព្រឹត្តទៅតាមបច្ច័យទោះបីជារូបនឹងក្តីជាកុសលក្តីជាអកុសលក្តីជាធម៌ដែលកើតអំពីបច្ច័យនឹងដូច្នេះវាលែងឃើញមានយើងលែងឃើញមានអ្នកដទៃហ្នឹងគឺជាទេសនៈទេណាជាការឃើញដល់ប្រសើរបំផុតជាទិដ្ឋិវិសុទ្ធិជាបុគ្គលប្រសើរយើងមានទៅប៉ុណ្ណឹងបច្ចេកស្អប់ខ្ពើមអ្នកណាទៀតបើសត្វអត់មានណាមានតែនាមរូបមានតែកងទុកមានតែទុកឯនឹងហេតុដែលនាំឲ្យកើតទុកហ្នឹងហើយដល់ទៅពេលយើងឃើញថាវាមានតែទុកនឹងហេតុដែលនាំឲ្យកើតទុកអញ្ចឹងទៅគ្រប់មនុស្សហ្នឹងគ្រប់គ្នាទាំងអស់ហ្នឹងគឺធ្វើឲ្យយើងធ្វើកិច្ចដោយគោរពទេណាចំពោះអ្នកមានទុកហ្នឹងណាយើងប្រតិបត្តិដោយគោរពមិនប្រព្រឹត្តទៅខ្នើសខ្នងនឹងអ្នកមានទុកហ្នឹងទេហ្នឹងឯងដែលដោយអំណាចគុណណាគឺវិបស្សនាសមាទិដ្ឋិនឹងឯងទៀតហ្នឹងដោយព្រះអង្គសម្ដែងជាមួយព្រះនាងអភិរូបនន្ទាហ្នឹងតបន្តិចថាមនាលនាងនន្ទានាងកុំធ្វើការយល់ថាសារៈក្នុងសរីរៈនេះមានសារៈនោះថាប្រយោជន៍ណាព្រោះសារៈក្នុងសរីរៈនេះសូម្បីតិចតួចក៏មិនមានសរីរៈនេះដែលកម្មលើកឆ្អឹង300កំណាត់ឡើងសាងឲ្យជានគរឆ្អឹងទាំងឡាយហ្នឹងមានន័យថាកាយនេះវាមានឆ្អឹង300កំណាត់ហើយជានគរឆ្អឹងណាដែលប្រឡាក់ដោយសាច់និងឈាមហើយយើងមើលទៀតណាមានអ្នកណាស្រួលមួយណាម្ដងឈឺកន្លែងនេះម្ដងឈឺកន្លែងនោះខ្ញុំអីឈឺធ្មេញម្ដង2ទៀតប៉ះថ្ងៃខ្លះនឹងដេកខ្ទោកនឹងដេកមានចង់លក់អីហ្នឹងមិនមែនអួតទេណាវាគ្រូពេទ្យដុកទ័រគាត់ប្រាប់មកថាបើឯងកុំគិតថាកុំឲ្យឈឺខ្ញុំក៏ឈឺដែរឈឺទៅនេះឈឺទៅនោះហ្នឹងអញ្ចឹងវាអត់មានសារៈហ្នឹងវាជានគរឆ្អឹងទេណានគរឆ្អឹងហ្នឹងដែលប្រឡាក់ដោយសាច់និងឈាមហើយបានព្រះអង្គទ្រង់ត្រាស់សម្ដែងពគាថានឹងព្រោះអថៃណੰនិកិរាំងកតាំងមង្សៈលោហិតៈលេបណੰយដ្ឋជរាចមច្ចុចៈមានណោមខោចអោហិតោសេចក្តីក្រំគ្រាសេចក្តីស្លាប់សេចក្តីប្រកាន់ខ្លួននិងសេចក្តីលុបគុណប្រជុំចុះក្នុងសរីរៈណាសរីរៈនោះដែលកុសលាកុសលកម្មធ្វើហើយមានន័យថាកុសលនិងអកុសលនឹងធ្វើហើយសាងឡើងនឹងឲ្យជានគររបស់ឆ្អឹងទាំងឡាយជាគ្រឿងប្រឡាក់ដោយសាច់និងឈាមទៀតកន្លែងហ្នឹងព្រះអង្គបើកសេចក្តីពិតទៅអត់ឲ្យឃើញថាមានបុរសស្ត្រីនាមរូបហ្នឹងនឹងរូបសត្វតែជារបស់មិនស្អាតនាមក៏ជារបស់មើលមិនឃើញចាប់មិនបានជារបស់សោះសូនជារបស់រលីងថេងទៀតណាហ្នឹងគឺពុទ្ធបរិស័ទយើងពិចារណាអញ្ចឹងទៅយើងនឿយណាយត្រូវចេញចាកណាចេញចាក
នគរឆ្អឹងហ្នឹងទេណាចេញចាកសរីរៈហ្នឹងដែលជានគរឆ្អឹងហ្នឹងទៅកាន់ព្រះនិព្វានតាមផ្លូវគឺសម្មាទិដ្ឋិអរិយមគ្គដ៏ប្រសើរនេះការយល់ត្រូវហ្នឹងណាគឺជាផ្លូវដែលយើងលះបង់សេចក្តីអាឡោះអាល័យការជាប់ជំពាក់នៅក្នុងរាងកាយហ្នឹងដែលមិនមានសារៈណាត្រង់នឹងឯងជាដំណើរលះបង់ទេណាលះបង់នៅរាងកាយហ្នឹងឯងទេនឹងហើយចាំអាទិត្យក្រោយអីអាហ្នឹងយើងតបពៈបន្តទៀតទៅណាអាចចូលទៅដល់ធាតុមនសិការៈបពៈទៀតនឹងយើងគោរពជូនទៅអង្គជំនុំយើងមានអ្នកគ្រូពេទ្យឬក៏គ្រូប្រតិបត្តិណាចូលរួមអីទៅក៏សូមគោរពអញ្ជើញទៀតណាសូមគោរពអរគុណទៀត